សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Kotoda ហើយថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Thai Show Otome Fairy Tale ភាគ10បន្តទៀតដែលកាលពីប៉ុន្មានភាគមុនគឺគ្រាន់តែជាការបង្ហាញនូវសាច់រឿងក្រៅរបស់បងប្អូនអ្នកចម្រៀង Kotori និង Hakaru តែប៉ុណ្ណោះដូច្នេះសាច់រឿងបន្ទាប់គេនឹងបង្ហាញពីអ្វីខ្លះបន្តទៀតយើងទៅតាមដានទាំងអស់គ្នានៅក្នុងភាគនេះឈុតក៏កាត់រំលងមកព្រឹកថ្ងៃថ្មីដែលនៅព្រឹកនេះដែរថាម៉ាហ៊ីកូក៏កំពុងតែសរសេរសម្បត្តិសួរសុខទុក្ខទៅកាន់លោកពូរបស់គាត់និងរៀបរាប់ពីស្ថានភាពប្រចាំថ្ងៃរបស់គាត់ដូចគ្នាដែលឥឡូវនេះសាលារៀនរបស់គាត់គឺឈានចូលទៅដល់ថ្ងៃឈប់សម្រាកនៃវិស្សមការរដូវក្តៅហើយក្មេងៗនៅក្នុងភូមិតែងតែមករៀននៅទីនេះដូចជាធម្មតាចំណែកឯមិត្តភ័ក្តិក៏ឧស្សាហ៍មកលេងគាត់ដូចគ្នាដូច្នេះគឺមិនសូវជាមានពេលណាមួយដែលធ្វើឲ្យគាត់អបសុកឬក៏ធុញទ្រាន់នោះឡើយរួចថាម៉ាហ៊ីកូក៏បានសរសេរសួរឬក៏អញ្ជើញលោកពូរបស់គាត់ឲ្យមកលេងនៅទីនេះជាមួយនឹងថាម៉ាកូផងដែរបន្ទាប់ពីសរសេររួចថាម៉ាហ៊ីកូក៏បានដើរមកអង្គុយនិយាយលេងជាមួយនឹងអនាគតភរិយារបស់គាត់យូស៊ូគីដែលនាងក៏កំពុងតែអានសម្បត្តិដែលទទួលបានពីមិត្តភ័ក្តិរបស់នាងចំណែកឯថាម៉ាហ៊ីកូគាត់ក៏អាចទាយបានដឹងដែរថាសម្បត្តិនោះគឺប្រកាសជាសរសេរមកដោយមីដូរីជាមិនខានដោយសារតែនាងគឺជាមិត្តជិតស្និទ្ធរបស់យូស៊ូគីហើយក្នុងពេលអានសម្បត្តិនោះក៏បានធ្វើឲ្យយូស៊ូគីគាំងនិយាយអ្វីមិនចេញមួយផ្លែតដែរដោយក្នុងនោះបានសរសេរថាមីដូរីក្នុងពេលនេះគឺមានផ្ទៃពោះហើយដូច្នេះនាងនឹងត្រូវរៀបការឆាប់នេះដោយដំបូងឡើយគឺវាបានកើតឡើងនៅពេលដើមឆ្នាំនេះនៅពេលដែលនាងបានទៅដើរលេងជាមួយនឹងមិត្តប្រុសរបស់នាងដែលជាអ្នកកាសែតយកព័ត៌មានម្នាក់ហើយរឿងរ៉ាវក៏បានចាប់ផ្ដើមពីពេលនោះមកបន្ទាប់ពីអានរួចទោះបីជាយ៉ាងណាក៏ដោយក៏យូស៊ូគីនៅតែចូលរួមអបអរចំពោះមីដូរីដូចគ្នាក៏ព្រោះតែនាងគឺជាមិត្តជិតស្និទ្ធតែម្នាក់គត់ដែលយូស៊ូគីបានស្គាល់កាលពេលនៅរៀនហើយមិនយូរប៉ុន្មានទៀតទេនាងក៏នឹងត្រូវផ្លាស់ទៅនៅខ្យល់សុដែលជាស្រុកកំណើតខាងស្វាមីរបស់នាងតែឥឡូវនេះនាងគឺកំពុងតែនៅក្នុងទីក្រុងតូក្យូដូច្នេះនាងគឺចង់ជួបយូស៊ូគីម្ដងទៀតជាលើកចុងក្រោយផងដែរមុននឹងពេលដែលនាងផ្លាស់ទៅនៅខ្យល់សុឯថាម៉ាហ៊ីកូក្រោយពីបានឮរួចហើយគាត់ក៏បានប្រាប់ឲ្យយូស៊ូគីទៅជួបមីដូរីនៅឯតូក្យូដូចគ្នាចំណែកឯយូស៊ូគីក៏បានបង្ហាញទឹកមុខបារម្ភមកថាម៉ាហ៊ីកូទៅវិញរីឯថាម៉ាហ៊ីកូក៏បន្តថាគាត់មិនមែនជាកូនក្មេងទៀតទេដូច្នេះត្រឹមតែ1ថ្ងៃទៅ2ថ្ងៃគាត់ក៏អាចមើលថែខ្លួនគាត់បានដែរបន្ទាប់ពីនោះមកថាម៉ាហ៊ីកូក៏បានទាញកង់ដប់ជូនយូស៊ូគីទៅប្រាសាទនៅក្នុងភូមិមួយដែលមានរូបសំណាកអាទិទេពនៃការមានកូនដើម្បីបួងសួងសុំឲ្យអ្នកដែលចិត្តសម្រាលកូនមានសុខភាពល្អនិងសុខុមាលភាពទាំងម្ដាយនិងកូនហើយបន្ទាប់ពីពួកគេទាំងពីរបួងសួងរួចយូស៊ូគីក៏បាននិយាយទៅកាន់ថាម៉ាហ៊ីកូថាលើកក្រោយពួកយើងនឹងមកម្ដងទៀតនៅពេលដែលពួកយើងមានកូនវិញម្ដងឯថាម៉ាហ៊ីកូគ្រាន់តែឮរួចក្នុងខ្លួនរបស់គាត់គឺស្រាវអស់ទៅហើយហ៊ីហើយមុនពេលដែលពួកគេត្រឡប់ទៅវិញថាម៉ាហ៊ីកូក៏បានរត់ទៅយកសម្បត្តិបួងសួងមួយដើម្បីផ្ញើទៅឲ្យមីដូរីផងដែរដែលវាគឺជាសម្បត្តិនៃការអធិដ្ឋានសម្រាប់សម្រាលកូនដោយមានសុវត្ថិភាពក្រោយពីនោះមកឈុតក៏កាត់ចូលព្រឹកថ្ងៃបន្ទាប់ដែលជាថ្ងៃដែលយូស៊ូគីនឹងត្រូវទៅទីក្រុងតូក្យូហើយថាម៉ាហ៊ីកូក៏បានមកជួនដំណើរដូចគ្នាហើយយើងក៏បានដឹងដែរថានៅពេលដែលយូស៊ូគីត្រូវទៅទីក្រុងតូក្យូប៉ុន្មានថ្ងៃនេះនាងក៏បានសុំឲ្យយោជួយមើលថែថាម៉ាហ៊ីកូជំនួសនាងផងដែរតែមិនមែនមើលថែគ្រប់សពដូចជានាងនោះទេពលគឺគ្រាន់តែមើលថែត្រឹមតែជួយធ្វើម្ហូបអាហារសម្រាប់គាត់ប៉ុណ្ណោះហើយកាលពេលដែលយូស៊ូគីសុំឲ្យយោជួយមើលថែគាត់ពេលនោះយោក៏បានភ្ញាក់ផ្អើលផងដែរនិងមិននឹកស្មានថាយូស៊ូគីអាចសួររឿងទាំងនេះមកកាន់មនុស្សដែលធ្លាប់មានចិត្តអាក្រក់ទៅលើនាងឲ្យជួយនោះទេតែទោះជាយ៉ាងណាក៏ដោយក៏យោនៅតែគិតនៅក្នុងចិត្តថាយូស៊ូគីនៅតែស្អប់នាងនៅក្នុងចិត្តដដែលហើយយូស៊ូគីក៏បានតបវិញថានាងគឺមិនបានស្អប់យោនោះទេតាមពិតទៅនាងគឺចាត់ទុកយោដូចជាបងស្រីរបស់នាងអញ្ចឹងពលគឺរាល់ពេលដែលយូស៊ូគីឃើញយោមានសន្តានចិត្តល្អនិងចេះមើលថែយកចិត្តទុកដាក់ទៅលើប្អូនៗរបស់ខ្លួនក៏បានធ្វើឲ្យយូស៊ូគីនឹករលឹកទៅដល់បងស្រីរបស់នាងបាត់ទៅហើយថាប្រសិនបើគាត់នៅមានជីវិតនោះគាត់នឹងមើលថែយូស៊ូគីដូចជាយោមើលថែប្អូនៗរបស់ខ្លួនដូចគ្នាហើយគ្រាន់តែបានឃើញត្រឹមប៉ុណ្នេះយូស៊ូគីគឺមានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តហើយបន្ទាប់ពីយោស្ដាប់រួចនាងក៏មិនដឹងថាត្រូវតបអ្វីទៅកាន់យូស៊ូគីដូចគ្នា
រួចនាងក៏បានប្រាប់ទៅវិញថាយូស៊ូគីដូចជាចិត្តទន់ពេកហើយបន្ទាប់ពីនិយាយរួចយ៉ូក៏បានយល់ព្រមនឹងសំណើរបស់យូស៊ូគីនឹងមើលថែតាម៉ាហ៊ីកូដោយការជួយធ្វើអាហារឲ្យគាត់រួចក៏បន្តទៀតថានៅពេលយូស៊ូគីមិននៅបែបនេះតាម៉ាហ៊ីកូអាចនឹងយកនាងធ្វើជាប្រពន្ធថ្មីរបស់គាត់ម្នាក់ទៀតដែរដែលការនិយាយលេងញាស់យូស៊ូគីបែបនេះនាងគឺមិនដែលភ្លេចទេត្រឡប់មកស្ថានីយ៍រថភ្លើងឯនេះវិញពេលនេះរថភ្លើងគឺជិតដល់ម៉ោងចេញទៅហើយអាយូស៊ូគីក៏បាននិយាយលាទៅតាម៉ាហ៊ីកូផងដែរនិងបានចង់ឲ្យតាម៉ាហ៊ីកូថើបនាងទៀតផងមុនពេលដែលចាកចេញទៅហើយនៅពេលដែលពួកគេទាំងពីរជិតនឹងបានថើបគ្នាទៅហើយតាម៉ាហ៊ីកូក៏បានដឹងខ្លួនថាពួកគេទាំងពីរគឺកំពុងតែស្ថិតនៅទីសាធារណៈដូច្នេះពួកគេគឺមិនហ៊ានធ្វើទេតែទោះជាយ៉ាងណាក៏ដោយតាម៉ាហ៊ីកូក៏បានប្រាប់ទៅយូស៊ូគីដែរថាកុំបារម្ភអីចាំពេលអូនត្រឡប់មកវិញបងនឹងឲ្យអូនធ្វើអ្វីគ្រប់យ៉ាងតាមដែលអូនចង់បានអើយឲ្យទៅដល់កន្លែងហ្នឹងដងអេដមីនហត់ហើយបន្ទាប់ពីនោះមករថភ្លើងក៏ដល់ពេលត្រូវចាក់ចេញទៅនៅពេលមកដល់ទីក្រុងតូក្យូដំបូងយូស៊ូគីក៏រៀងភ័យបន្តិចខ្លះដែរដោយសារតែមិនដឹងថាគួររកទីកន្លែងណាដើម្បីចាំមីដូរីនោះទេតែនៅខណៈនោះមីដូរីក៏បានមកដល់ល្មមហើយពួកគេទាំងពីរក៏បានរត់ទៅអោបគ្នាដោយក្តីនឹករលឹកយ៉ាងក្រៃលែងក្រោយពីខានជួបគ្នាអស់រយៈពេលជាយូរកន្លងមកបន្ទាប់ពីបានជួបគ្នាហើយពួកគេទាំងពីរក៏បានទៅរកហាងកាហ្វេដើម្បីអង្គុយនិយាយគ្នាលេងផងដែរហើយគេក៏បានឲ្យយើងដឹងដែរថាតាមពិតទៅមីដូរីគឺជាអ្នកដែលចង់ទៅលេងយូស៊ូគីទៅវិញទេតែក្រោយពេលដែលនាងមានផ្ទៃពោះទើបនាងពិបាកទៅឆ្ងាយបន្តិចហើយម្យ៉ាងទៀតនាងក៏ពិបាកចិត្តចំពោះរឿងការដែលនាងមានផ្ទៃពោះមុនពេលរៀបការនេះដូចគ្នាសូម្បីតែគ្រួសារនិងសាច់ញាតិក៏បានខកចិត្តចំពោះនាងផងដែរប៉ុន្តែស្ថានភាពក៏បានប្រែមកល្អប្រសើរវិញនៅពេលដែលមិត្តប្រុសរបស់នាងបានទៅលោតជង្គង់អង្វរឪពុកម្ដាយនាងនិងសូមទទួលខុសត្រូវនៅអ្វីដែលបានកើតឡើងទាំងអស់ផងដែរហើយមិនមែនត្រឹមតែឪពុកម្ដាយរបស់នាងទេសូម្បីតែសាច់ញាតិរបស់នាងក៏គាត់បានលោតជង្គង់សូមអង្វរនិងសូមទទួលខុសត្រូវលើនាងជាមួយនឹងកូននៅក្នុងផ្ទៃដូចគ្នាបន្ទាប់ពីនិយាយរួចយូស៊ូគីក៏បានចូលរួមអបអរនឹងដំណឹងមួយនេះដែរនិងបានយកសម្បត្តិបួងសួងដែលតាម៉ាហ៊ីកូផ្ញើមកឲ្យទៅមីដូរីដូចគ្នាដោយនាងក៏បានទទួលដោយក្តីរីករាយជាមួយនឹងពាក្យសរសើរថាតាម៉ាហ៊ីកូពិតជាមនុស្សល្អមែនរហូតដល់ពេលល្ងាចមីដូរីក៏បាននាំយូស៊ូគីទៅផ្ទះរបស់ខ្លួនដើម្បីរៀបចំកន្លែងសម្រាកចំណែកឯមិត្តប្រុសរបស់នាងគឺមិនបានមកផ្ទះនោះទេដោយសារតែគាត់មានការងារថែមម៉ោងនៅឯក្រុមហ៊ុននៅយប់នេះហើយនៅពេលចូលទៅដល់ខាងក្នុងមិត្តភ័ក្តិរួមចំនួនទាំងពីរនាក់នេះក៏បានចំណាយពេលវេលាជាមួយគ្នាដោយក្តីរីករាយក៏ដូចជារំលឹកអនុស្សាវរីយ៍ចាស់ៗកាលនៅរៀនផងដែរធម្មតាមិត្តភ័ក្តិរួមចំនួនដែលខានជួបគ្នាយូរបែបនេះគ្រាន់តែរំលឹកអនុស្សាវរីយ៍ចាស់ៗក៏សប្បាយចិត្តដែរហើយបន្ទាប់ពីនោះមកឈុតក៏កាត់ចូលព្រឹកថ្ងៃបន្ទាប់ហើយក៏ជាថ្ងៃដែលយូស៊ូគីត្រូវត្រឡប់ទៅក្រុងស៊ីបាវិញផងដែរហើយនៅខណៈដែលពួកគេទាំងពីរកំពុងតែដើរទៅចំណតរថភ្លើងមីដូរីក៏បានអរគុណទៅកាន់យូស៊ូគីដែលបានមកលេងនាងដល់ទីនេះព្រមទាំងបាននិយាយថានាងគឺពិតជារីករាយខ្លាំងណាស់ដែលអាចឃើញយូស៊ូគីមានសុភមង្គលនៅក្នុងជីវិតដោយផ្ទាល់ភ្នែករបស់នាងហើយដូច្នេះឥឡូវនេះនាងក៏អាចរៀបការដោយគ្មានការសោកស្ដាយអ្វីនោះដែរហើយយូស៊ូគីក៏បានតបទៅវិញថានៅពេលដែលមិត្តជិតស្និទ្ធរបស់នាងមានសុភមង្គលនៅក្នុងជីវិតបែបនេះនាងក៏សប្បាយចិត្តដូចគ្នាហើយបន្ទាប់ពីនិយាយរួចពួកគេក៏បាននាំគ្នាដើរលេងបន្តទៀតដើម្បីចាំរថភ្លើងមកដល់ត្រឡប់មកមើលខាងតាម៉ាហ៊ីកូយើងឯនេះវិញនៅក្នុងចិត្តរបស់គាត់គឺនឹកថាយូស៊ូគីនឹងទន្ទឹងរង់ចាំមើលផ្លូវនាងវិញខ្លាំងណាស់មិនថាឡើយតែពេលបង្រៀនក្មេងៗឬក៏ពេលញ៉ាំបាយនោះទេនិយាយរួមទៅគាត់គឺអន្ទះសារចង់ជួបយូស៊ូគីវិញឆាប់ៗនេះណាតែនៅខណៈដែលពេលញ៉ាំអាហារថ្ងៃត្រង់នោះក៏ស្រាប់តែមានឧបទ្ទវហេតុរំជួយដីបានកើតឡើងហើយព្រឹត្តិការណ៍រំជួយដីមួយនេះគឺជាព្រឹត្តិការណ៍ដែលបានកើតឡើងពិតនៅក្នុងប្រទេសជប៉ុនក្នុងសម័យនោះនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1923ស្ថិតក្នុងរជ្ជកាលអធិរាជថៃសូទី12នៅវេលាម៉ោង 11:58 នាទីព្រឹកគ្រោះរំជួយដីក៏បានកើតឡើងនៅកម្រិត 7.9 ហើយគ្រោះរំជួយដីមួយនេះត្រូវបានគេហៅថា The Great Kanto Earthquake ដែលជាគ្រោះរំជួយដីដ៏ធំបំផុតនៅតំបន់ Kantoត្រឡប់មកសាច់រឿងវិញក្រោយពីគ្រោះរំជួយដីត្រូវបានស្ងប់ស្ងាត់ទៅវិញតាម៉ាហ៊ីកូជាមួយនឹងយ៉ូនិងក្មេងៗក៏បានចុះពីលើភ្នំមកទាំងប្រញាប់ប្រញាល់ដើម្បីមើលស្ថានភាពនៅក្នុងភូមិហើយនៅពេលមកដល់យើងក៏បានឃើញថាភ
ភូមិដ៏តូចមួយនេះគឺត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនេះអស់ទៅហើយហើយមនុស្សជាច្រើនក៏ត្រូវបានស្លាប់នៅក្នុងព្រឹត្តិការណ៍នេះផងដែរដែលធ្វើឲ្យថាម៉ាហ៊ីកូបារម្ភពីសុវត្ថិភាពរបស់យូស៊ូគីជាខ្លាំងរួចមកគាត់ក៏បានដើរទៅវិញទាំងអារម្មណ៍តក់ស្លុតរីឯផ្ទះរបស់គាត់វិញគឺមិនសូវមានការខូចខាតខ្លាំងដូចឯផ្ទះដែលនៅក្នុងភូមិនោះទេដោយសារតែផ្ទះរបស់គាត់គឺនៅលើភ្នំហើយក្នុងពេលនោះដែរថាម៉ាហ៊ីកូគឺកំពុងតែអង្គុយកើតទុកនិងស្ដីបន្ទោសឲ្យខ្លួនឯងថាខ្លួនគឺមិនគួរណាប្រាប់ឲ្យយូស៊ូគីទៅទីក្រុងតូក្យូនោះទេដល់ពេលនេះគាត់គឺបារម្ភពីយូស៊ូគីខ្លាំងទៅហើយនិងភ័យខ្លាចថាយូស៊ូគីត្រូវបាត់បង់ជីវិតដោយសារហេតុការណ៍មួយនេះទៀតផងហើយមួយសន្ទុះក្រោយមកក៏មានសម្លេងឆ្មាបានធ្វើឲ្យធ្លាក់អីវ៉ាន់ចេញពីបន្ទប់របស់យូស៊ូគីហើយនៅពេលដែលថាម៉ាហ៊ីកូដើរមកមើលគាត់ក៏បានឃើញអីវ៉ាន់មួយកញ្ចប់រួមទាំងជាមួយនឹងសម្បត្តិពីយូស៊ូគីមួយដែរហើយអីវ៉ាន់នោះគឺជាកាដូពីយូស៊ូគីសម្រាប់ឲ្យថាម៉ាហ៊ីកូនៅថ្ងៃកំណើតរបស់គាត់នៅឆ្នាំនេះដែលនាងគឺបានធ្វើវាមុនពេលដែលនាងចេញទៅទីក្រុងតូក្យូហើយរបស់នៅក្នុងកាដូមួយនេះគឺជាកន្សែងបង់កជាមួយនឹងស្រោមដៃដែលមានពណ៌ផ្កាកណ្ដឹងហើយវាមិនមែនត្រឹមតែជាកាដូសម្រាប់ថាម៉ាហ៊ីកូនោះទេពោលគឺយូស៊ូគីបានធ្វើវាសម្រាប់ខ្លួននាងផងដែរគឺដើម្បីបានពាក់វាជាគូនឹងគ្នានៅពេលដែលពួកគេជិះកង់នៅក្នុងពេលរដូវរងាបន្ទាប់ពីអានសម្បត្តិរួចយើងក៏បានដឹងដែរថាថ្ងៃទី1កញ្ញានេះគឺជាថ្ងៃកំណើតរបស់ថាម៉ាហ៊ីកូនោះឯងដោយយូស៊ូគីបានធ្វើទុកឲ្យដោយសារតែនាងខ្លាចមកពីទីក្រុងតូក្យូវិញមិនទាន់តែឥឡូវបែរជាត្រូវជួបរឿងបែបនេះទៅវិញរីឯថាម៉ាហ៊ីកូនៅពេលនោះគាត់គឺនឹកឃើញនៅពាក្យមួយដែលធ្លាប់បានសន្យានឹងខ្លួនឯងថានឹងធ្វើឲ្យយូស៊ូគីមានក្តីសុខនៅក្នុងជីវិតនិងចង់រួមរស់ជាមួយនាងរហូតដល់ចាស់ទៅទើបធ្វើឲ្យថាម៉ាហ៊ីកូមានកូនចិត្តមួយថាទោះបីជាយ៉ាងណាក៏ដោយក៏គាត់ត្រូវតែបំពេញក្តីស្រមៃរបស់គាត់ដែលចង់នៅជាមួយយូស៊ូគីឲ្យទាល់តែបានពោលគឺគាត់មិនទាន់ចង់ចោះចាញ់ទៅលើព្រហ្មលិខិតដោយឧបទ្ទវហេតុនេះនោះទេរួចមកគាត់ក៏បានរៀបចំខ្លួនដើម្បីទៅរកយូស៊ូគីដល់ទីក្រុងតូក្យូដោយខ្លួនគាត់ផ្ទាល់តែម្ដងហើយគាត់ក៏បានចេញទៅរួមទាំងជឿជាក់ថាពួកគេទាំងពីរនឹងត្រឡប់មកនៅជាមួយគ្នាវិញនៅក្នុងផ្ទះមួយនេះហើយរឿង Taiso Otome Fairy Tale ភាគ10ក៏ឆ្លេះតែត្រឹមនេះហើយចាំមើលថានៅភាគក្រោយនឹងមានរឿងអ្វីកើតឡើងខ្លះយើងចាំទស្សនានៅភាគក្រោយបន្តទៀតទាំងអស់គ្នាសូមអរគុណ